ខ្ញុំមកចែករំលែករបៀបធ្វើទឹកស៊ុបថ្លាឲ្យបានថ្លាល្អអញ្ចឹងហ่าអត់មានល្អទេហើយបន្លែខ្ញុំដាក់នៅក្នុង slide នេះហើយសម្រាប់គ្រឿងផ្សំគោលគឺស្ដាច់សារាយជាមួយប្រធាខមជាស្រ័យមីឌីសាវីដេអូនេះវីដេអូចាស់ដល់ពេលអញ្ចឹងទៅឃើញនៅមានផលិតផលផ្ទះលេខ2ហើយយើងចាត់បែបនេះទាំងអស់មកមីហើយសម្រាប់សាច់នេះគឺខ្ញុំយកជាមួយនឹងឆ្អឹងជំនីទឹកថ្លាយើងត្រូវការរងាស់រយៈពេលយូរដែរ1ម៉ោងជាងទៅ2ម៉ោងអញ្ចឹងសម្រាប់ទឹកគឺយើងអាចដាក់ចូលចន្លោះពី2លីត្រទៅ2លីត្រកន្លះសម្រាប់ខ្ញុំដាក់ទឹក2លីត្រមីបងស្ដាច់សារាយចូលមកពេលទឹកពុះហើយខ្ញុំដាក់បន្លែគ្រប់មុខចូលតែម្ដងបន្លែសាច់អីមីអាចឆ្នៃតាមតម្រូវការជាក់ស្ដែងបានណាសម្រាប់តិចក្នុងការធ្វើទឹកស៊ុបថ្លាឲ្យថ្លាល្អមីអាចដួសពពុះចេញណាហើយយើងកុំកូរទុករងាស់បើកភ្លើងរឹមអញ្ចឹងចង់បិទគម្របក៏បានបើកគម្របក៏បានដែរហើយនេះរីសាទឹកស៊ុបរបស់ខ្ញុំគឺថ្លាល្អខ្លាំងមែនតើហើយក្លិនឈ្ងុយណាទឹកស៊ុបឲ្យយើងរៀងក្តៅអ៊ុនល្មមទៅបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមមកស្រង់បន្លែចេញហើយខ្ញុំដួសដាក់ពុំបកកទុកឡើងទូត្រជាក់អញ្ចឹងទៅទុកងាយស្រួលដែលយើងធ្វើការយកមកធ្វើបបរកូនយើងយកមួយមកងាយស្រួលយើងប្រើហើយសម្រាប់ការប្រើប្រាស់ពុំនេះគឺខ្ញុំប្រើប្រភេទពុំស៊ីលីកូននេះអានេះគឺចំណុះរបស់គេគឺមកពុំគេហ្នឹងគឺ50 ml មានមួយសេតរបស់គេហ្នឹងមានពុំហ្នឹងគឺមាន8បន្លោះហើយមានជើងតម្រងាយស្រួលដែលយើងប្រើហើយសម្រាប់ពុំមួយនេះគឺខ្នាតធំមកមីអានេះគឺ9បន្លោះនៅក្នុងមួយពុំហ្នឹងគឺ110 ml វារៀងធំដែរហើយវាងាយស្រួលខ្ញុំចូលចិត្តប្រើអានេះហាប្រើទាំងកូនទី1ពុំនេះសម្រាប់ការរៀបចំទុកដាក់ជាមួយនឹងទឹកស៊ុបគឺខ្ញុំមានបានធ្វើវីដេអូក្នុង TikTok របស់ខ្ញុំអញ្ចឹងមីអាចចូលមកបន្ថែមបានអញ្ចឹងសម្រាប់មីដែលគាត់ចាប់អារម្មណ៍ជាមួយប្រភេទសម្ភារៈឬក៏គ្រឿងទេសដែលខ្ញុំធ្វើក្នុងវីដេអូនេះអាចតាក់ទងចូល page Lizzy Baby Shop បានណាអរគុណ